សូស្ដីបាទមានភាពទាំងអស់គ្នាបាទជួបជាមួយខ្ញុំបាទ Pro Mic Cambodia បាទថ្ងៃនេះខ្ញុំបាទមានចំណេះដឹងដើម្បីមកចែករំលែកទៅបាទគឺដើម្បីធ្វើយ៉ាងណាអំពីរបៀប download រូបភាពទូរស័ព្ទឬមួយក៏ download screen phone បាទដើម្បីយកវីដេអូដែលយើងថតលើកញ្ចក់អេក្រង់យកមកដាក់លើរូបភាពទូរស័ព្ទបាទដូច្នេះចង់ដឹងអំពីរបៀប download និងរបៀបប្រើប្រាស់ធ្វើយ៉ាងណាតោះមកតាមដានជាមួយខ្ញុំបាទទាំងអស់គ្នា Let's goជាដំបូងបងប្អូនចូលទៅក្នុងជ្រោមមកបាទបន្ទាប់ពីចូលមកហើយបងប្អូន search ពាក្យជាភាសាអង់គ្លេសមកនឹងហើយបងប្អូន search ពាក្យថាបាទហើយបងប្អូន search ពាក្យថា screen phone បាទហ្នឹងបាទបងប្អូន search មកបាទហ្នឹងហើយដោយសារតែខ្ញុំបាន save ម្ដងហើយបងប្អូនបាទហ្នឹងហើយ screen phone បាទហ្នឹងហើយបាទបងប្អូននេះសុទ្ធតែជារូបភាពទូរស័ព្ទបាទហ្នឹងហើយបងប្អូនចុចទី2មកបាទនេះតើរូបភាពទូរស័ព្ទនេះតើម៉ាកទូរស័ព្ទរបស់បងប្អូនត្រូវនឹងរូបភាពមួយណាបាទហ្នឹងហើយមានជាប្រភេទ iPhone iOS បងប្អូនបាទហ្នឹងហើយមានតាំងតម្រូវការរបស់បងប្អូនបាទតាមហ្នឹងហើយទូរស័ព្ទបងប្អូនបាទសម្រាប់ខ្ញុំជាឧទាហរណ៍ហ្នឹងហើយខ្ញុំយកមួយនេះចង់បងប្អូនហ្នឹងហើយខ្ញុំចុចសង្កត់លើវាមកហើយចុចសង្កត់ម្ដងទៀតមកហើយបងប្អូនយកនេះ download ចាប់មកបងប្អូនចុចកន្លែងនេះមកបាទហើយបងប្អូនចុចបើកកន្លែងនេះមកបាទអូខេហ្នឹងហើយប៉ុណ្ណឹងជាការស្រេចបងប្អូនហើយថយវិញមកបាទថយអស់មកបាទបន្ទាប់មកបងប្អូនទៅ download background រូបភាពហ្នឹងហើយគឺ background នៅខាងក្រោយរូបភាពមិនបាទបងប្អូនគឺ background នេះចង់និយាយថាគឺជាផ្ទាំងរូបភាពហ្នឹងហើយនៅខាងក្រោយទូរស័ព្ទបាទហ្នឹងហើយអូខេហ្នឹងហើយបងប្អូនចូលទៅក្នុងជ្រុំឡើងទៀតមកបាទសូមអធិស្ឋានបងប្អូនបាទមិនសពកែនិយាយបាទហ្នឹងហើយបងប្អូនសើចពាក្យថា top ហ្នឹងហើយដោយសារខ្ញុំបាទមិនសូវកែយ៉ាងនេះបងប្អូននេះបងប្អូននេះគឺវាសមនេះបងប្អូនហ្នឹងហើយគឺ top view upright copy បាទហ្នឹងហើយដោយសារខ្ញុំសូវកែនិយាយយ៉ាងនេះបងប្អូនហើយបងប្អូនចុចលើមកអានេះគឺជារូបភាព background បាទ background ពណ៌រូបភាពបងប្អូននេះហើយបងប្អូនយកទី2នេះមកបាទអូខេបងប្អូននេះគឺមានច្រើនបងប្អូនគឺមានច្រើនម៉ូដច្រើនបែបហ្នឹងហើយទៅតាមតម្រូវការរបស់បងប្អូនបាទនេះហើយខ្ញុំឧទាហរណ៍យកមួយនេះចោះហ្នឹងហើយបងប្អូនចុចសង្កត់អានឹងដដែលមកហើយបងប្អូនយកទី2នេះមកហើយបងប្អូនចុច download ដូចមុនមកបាទហើយបងប្អូនចុចកន្លែងបើអ៊ីនធឺណិតមកបាទក៏សូមអធិស្ឋានដល់បងគ្រូផងបាទហ្នឹងហើយបើចែកមេតទៅមានកំហុសជួលទៅណាបាទដូច្នេះគឺយើងបានហើយបងប្អូនហើយយើងចូលថយទៅវិញមកបាទហើយបន្ទាប់មកបងប្អូនចូលទៅក្នុង Play Store ហ្នឹងហើយដើម្បី download កម្មវិធីកាត់មីក្រូហ្នឹងហើយបងប្អូនចូលទៅក្នុង Play Store មកបាទបងប្អូនចូលក្នុង Play Store មកបាទកម្មវិធីនេះខ្ញុំបានបង្ហាញការវីដេអូមុនម្ដងហើយបងប្អូនបាទហ្នឹងហើយ
ហើយបងប្អូន search ពាក្យថា background eraser ហ្នឹងហើយបាទខ្ញុំ search ចេះបងលេខទេបងប្អូនបាទហ្នឹងហើយនេះបងប្អូនដោយសារតែខ្ញុំបាន search ម្ដងហើយបងប្អូនបាទហើយខ្ញុំចុចមកអូខេដោយសារតែខ្ញុំបានដំឡើងហើយបងប្អូនបាទហ្នឹងហើយដូច្នេះខ្ញុំបើយកតែម្ដងបងប្អូនមិនតាន់ download បងប្អូនមិនតាន់ដំឡើងបងប្អូនអាចចុចដំឡើងមកហ្នឹងហើយបាទគឺវាតែមកវាចាញ់ឲ្យជាបែបនេះបងប្អូនហើយតែបងប្អូនចុចកន្លែងនេះមកបាទនេះបងប្អូននេះគឺជាពាក្យដែលខ្ញុំបាន download ហ្នឹងហើយចុចមកបាទហើយបងប្អូនអូនឹងចាំណាបងស្រីក៏បានស្រីក៏បានដល់ស្គាល់ចូលហើយចុចគ្រីសមកនឹងហើយខ្ញុំសម្រាប់កម្មវិធីលុបនេះខ្ញុំបានបង្ហាញបងប្អូនរួចម្ដងហើយបងប្អូនបាទហើយខ្ញុំយកកន្លែងនេះចោះហ្នឹងអូខេបងប្អូនលុបកន្លែងពណ៌សមកហ្នឹងហើយអូខេបងប្អូនហើយវាស្អាតទេហ្នឹងហើយគឺយើងសង្កត់វាមកគឺវាស្អាតហើយតែបងប្អូនចុចគ្រីសមកវាស្អាតវានៅជាប់ហ្នឹងហើយពណ៌ខៀវៗបងប្អូនបាទនៅជាប់ពណ៌បៃតងអញ្ចឹងបងប្អូននេះវាមានលេខ1លេខ2លេខ3លេខ4រហូតដល់លេខ5បងប្អូនហើយបងប្អូនយកលេខ2មកហ្នឹងហើយអូខេឃើញវាដាច់ស្អាតទេបងប្អូនហើយខ្ញុំយកលេខ3ចុះហ្នឹងហើយដើម្បីវាស្អាតតែមកបងប្អូនចុចកន្លែង save នេះមកបងចុចកន្លែងនេះមកទៀតមកបាទអូខេប៉ុណ្ណឹងជាការស្រេចបងប្អូនតែមកបងប្អូនចូលទៅក្នុង Time Master មកបងចូលទៅក្នុង Time Master មកតែបងប្អូនចុចកន្លែង3បូកមកក៏សូមអធិស្ឋានទុកជាមុនផងបងប្អូនបាទសម្រាប់ដែលខ្ញុំបានបង្ហាញតមានមកចូលត្រង់ណានេះហើយបងជ្រើសយក media មកហើយខ្ញុំទៅយក background ដែលខ្ញុំបាន download ហ្នឹងហើយចុច background មកហើយចុចគ្រីសមកហ្នឹងហើយនេះគឺជា background ហ្នឹងហើយផ្នែកខាងក្រោយបងប្អូនរងវែងមកបាទវារត់ចោលរត់ឡើងចឹងបងប្អូនចុចកន្លែងនេះមកកន្លែង4ជ្រុងនេះមកហើយបងប្អូនយកដៃសង្កត់មកស្ទេមកហ្នឹងហើយបាទអូខេព្រឹងចោលបងប្អូនចុចកន្លែងសញ្ញាស្មើនេះមកហើយវានឹងឈប់រត់ហ្នឹងហើយចុចគ្រីសមកអូខេក៏ទេបងប្អូនគឺឈប់រត់ហើយបន្ទាប់មកបងប្អូនចុចទៅរកកន្លែង layer នេះមកតែស្រោចទាបហើយបងប្អូនចុចយក media ហើយបងប្អូនទៅយក background នៅបានកាន់ហ្នឹងក្រោយទូរស័ព្ទបាទហ្នឹងហើយបងប្អូនស្រីមកហ្នឹងកាប់នឹងចោះបាទហើយបងប្អូនអូទាំងវែងទៅមកទៅតាមវីដេអូរបស់បងប្អូនបាទនេះខ្ញុំគ្រាន់តែជាឧទាហរណ៍ទេបងប្អូនបាទហ្នឹងហើយបន្ទាប់មកបងប្អូនចុចទៅរកវីដេអូថត screen នៅដែលយើងថត record screen លើកញ្ចក់អេក្រង់បាទហ្នឹងហើយសារវីដេអូហ្នឹងខ្ញុំជាឧទាហរណ៍ទាំងខ្លីបន្តិចបងប្អូនបាទហ្នឹងខ្ញុំបានហ្នឹងហើយដោយសារទៅនៅខាងលើអញ្ចឹងបងប្អូនហ្នឹងហើយសារនៅខាងលើអញ្ចឹងបងប្អូនចុចកន្លែងនេះមកបងប្អូនចុចកន្លែងត្រី3នេះមកហើយបងប្អូនចុចខាងលើនេះមកនឹងឲ្យបញ្ជូនទៅក្រោយអូខេគឺវីដេអូរបស់យើងគឺបានបញ្ជូនទៅក្រោយបងប្អូនបាទហើយ
បងប្អូនស្រីមុនហ្នឹងហើយបាទសូមគុណច្រើនបាទសម្រាប់ការតាមដានទស្សនាបាទហ្នឹងហើយបើមានកំហុសឆ្គងត្រង់ណាសូមពុកម៉ែបងប្អូនអធិស្ឋានផងបាទដើម្បីហ្នឹងហើយសូមចុច Subscribe និងសញ្ញាកណ្ដឹងនេះមួយផងបាទដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតបាទសូមអរគុណច្រើនបាទបាយបាយ